សួស្តីអ្នកនរគ្នានេះបញ្ហារបស់ Google AdSense ណាចឹង channel អ្នកនរគ្នាបញ្ហាបែបនេះគឺវាបញ្ហា Google AdSense ហើយចឹងវាអត់អាចធ្លាក់លុយបានទេចឹងតើតើយើងដោះស្រាយបញ្ហាហ្នឹងទើបយើងអាចធ្លាក់លុយបានចឹងណាព្រោះអានេះវាឲ្យយើងបំពេញ tick info ដើម្បីវាកាត់ពន្ធ 30% អីចឹងហើយយើងចុចមើលកន្លែងហ្នឹងមកអានេះបើសិនជាយើងអត់បំពេញទេគឺវាអត់ធ្លាក់លុយចូលក្នុងកុងយើងទេគឺវានៅកន្លែងនឹង Google AdSense តែប៉ុណ្្នឹងឯងសុំទោសមកបងប្អូនវាលឺសំឡេងរំខានតិចហើយដោយសារខ្ញុំ record នៅខាងក្រៅដោយសារតែខ្ញុំមានបញ្ហារៀបចំបន្ទប់អញ្ចឹងទៅក៏ record នៅខាងក្រៅអញ្ចឹងបញ្ហាហ្នឹងស្រួលអ្នកនរគ្នាបើសិនជាអ្នកនរគ្នាធ្វើតាមខ្ញុំវាអាចនឹងចំណាយពេល 3-4 នាទីដើម្បីបំពេញtext info ហ្នឹងដើម្បីបំពេញពន្ធអញ្ចឹងនៅពេលដែលយើងបំពេញរួចទើបធ្លុយហ្នឹងវាធ្លាក់ចូលនៅក្នុងកុងរបស់យើងតែបើសិនជាយើងអត់បំពេញទេគឺវានៅក្នុង Google AdSense ហ្នឹងអត់ធ្លាក់ចូលទេអញ្ចឹងបញ្ហាហ្នឹងគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាតែបើសិនជាអ្នកនរគ្នាចង់បំពេញ text info ឬក៏បំពេញពន្ធហ្នឹងចាំទស្សនានៅវីដេអូក្រោយចាំខ្ញុំទំនេរខ្ញុំនឹងបញ្ចេញនៅវីដេអូពេញដើម្បីឲ្យអ្នកនរគ្នាធ្វើតាមក្នុងឆ្នាំ2026នេះគឺវាចេញបែបហ្នឹងច្រើនដើម្បីឲ្យយើងពេញពន្ធបែបហ្នឹងហើយវាងាយទេអ្នកនរគ្នាធ្វើចំណាយពេលតែ 2-3 នាទីទេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្រៀននៃការបំពេញ text info ហ្នឹងដើម្បីឲ្យវាកាត់ពន្ធដើម្បីធ្លាក់ចូលក្នុងកុងធនាគារនៅខ្មែររបស់យើងអញ្ចឹងបើអ្នកនរគ្នាមានបញ្ហាហ្នឹងចាំចូលទៅមើលវីដេអូពេញនៅវីដេអូក្រោយអរគុណ